អភិបាលខេត្តពោធិ៍សាត់ក្រានរំលឹកដល់កងកម្លាំងជួរមុខត្រូវឃ្លាំមើលជាប្រចាំចំពោះតម្រុយឬសញ្ញាសម្គាល់ផ្សេងៗរបស់ព្រំដែនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់និងខេត្តត្រានក្នុងដំណើរចុះសួរសុខទុក្ខដល់កងកម្លាំងឈរជើងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់និងខេត្តត្រានប្រទេសថៃព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះឯកឧត្តមខុយរីដាអភិបាលខេត្តពោធិ៍សាត់និងឯកឧត្តមយឹមវិសិទ្ធប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាតំណាងឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់បានក្រើនរំលឹកដល់កងកម្លាំងដែលនឹងកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់និងខេត្តត្រានប្រទេសថៃត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាព្រំដែនពិសេសត្រូវឃ្លាំមើលជាប្រចាំចំពោះតម្រុយឬសញ្ញាសម្គាល់នានារបស់ព្រំដែននៃប្រទេសទាំងពីរត្រូវបង្កើនវិធានការចល័តល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ឈរជើងរបស់ខ្លួនក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់កងកម្លាំងទាំងអស់ត្រូវប្រកាន់ខ្ជាប់នៅស្មារតីជាតិនិយមមានសាមគ្គីភាពនិងខិតខំវឹកហាត់វឹកវើក្បួនយុទ្ធសាស្ត្រគោរពនិងស្ដាប់តាមការណែនាំរបស់មេបញ្ជាការនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងឱកាសនោះឯកឧត្តមបាននាំយកស្បៀងអាហារសម្ភារៈនិងថវិការបស់រដ្ឋបាលខេត្តពោធិ៍សាត់និងឯកឧត្តមកែវរតនៈផ្ដល់ជូនដល់កងកម្លាំងចំនួន3អង្គភាពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងនោះមានអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោក825អង្គភាពកងការពារព្រំដែនលេខ501និងអង្គភាពវរៈសេនាតូចលេខ556ដោយក្នុងមួយអង្គភាពទទួលបានអង្ករចំនួន2តោនមីចំនួន50កេសត្រីខចំនួន20កេសទឹកត្រី20យួរទឹកស៊ីអ៊ីវចំនួន20យួរប្រេងឆាចំនួន20ដបប៊ីចេង25កញ្ចប់ត្រីប្រឡាក់90គីឡូក្រាមនិងសម្ភារៈប្រើប្រាស់ព្រមទាំងថវិកាចំនួន15លានរៀលជាការជួយឧបត្ថម្ភរបស់ឯកឧត្តមកែវរតនៈនិងរដ្ឋបាលខេត្តពោធិ៍សាត់តាមរបាយការណ៍របស់លោកមេបញ្ជាការអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ825បានឲ្យដឹងថាកងកម្លាំងទាំង3អង្គភាពបាននឹងកំពុងឈរជើងការពារព្រំដែនគោកដែលមានប្រវែង53គីឡូម៉ែត្រខាងជើងទល់នឹងស្រុកសំឡូតខេត្តបាត់ដំបងខាងត្បូងទល់នឹងស្រុកមណ្ឌលសីមាខេត្តកោះកុងនិងខាងលិចទល់នឹងខេត្តត្រានប្រទេសថៃចំពោះសភាពការសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ជាប្រក្រតី